ដំណឹងក្តៅក្តៅប្រជាជនថៃ71លាននាក់កំពុងតែកាន់ទុក្ខដោយសារតែបុត្រីច្បងរបស់ស្ដេចថៃបានសោយទីវង្គត Make up រងថ្ងៃថតរងថ្ងៃប៉ុន្តែស្បែកមុខនៅតែស្អាតដោយសារតែរងថ្ងៃហ្នឹងខ្ញុំមកប្រើជាមួយនឹង Night Cream របស់ AK7 Night Cream នេះដែរគឺមានតួនាទីជួយព្យាបាលស្បែកមុខដែលគាត់មានបញ្ហាមុនជាំអាចរយឬមួយក៏តែសៃក្រហមមកគឺថាល្អប្រើខ្លាំងមែនតើឃើញប្រសិទ្ធភាពតាំងពីប្រើលើដំបូងហ្មងអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានបញ្ហាជាមួយនឹងស្បែកមុខក៏អាចមកសាកប្រើជាមួយនឹង Premium Collagen Night Cream របស់ AK7 ទាំងអស់គ្នាព័ត៌មានផ្លូវការព្រះរាជបុត្រីច្បងព្រះមហាក្សត្រថៃសោយទីវង្គតហើយយោងតាមសេចក្តីប្រកាសព្រះបរមរាជវាំងបានចេញសេចក្តីថ្លែងការណ៍ដល់ប្រជាជនថៃជាង71លាននាក់ឲ្យកាន់ទុក្ខទូទាំងព្រះរាជាណាចក្រថៃដោយសារតែព្រះរាជបុត្រីច្បងរបស់ព្រះមហាក្សត្រថៃបច្ចុប្បន្នគឺព្រះនាងបានសោយទីវង្គតទៅហើយព្រះរាជបុត្រីព្រះមហាក្សត្រថៃព្រះនាងបានយាងសោយព្រះទីវង្គតនៅវេលាម៉ោង 7:45 នាទីថ្ងៃប្រហោះទី 11 ខែមិថុនាឆ្នាំ 2026 នាមន្ទីរពេទ្យឆ្លាឡុងកននៃសភាកាកបាទក្រហមថៃក្នុងព្រះជន្ម47ព្រះវស្សាដោយព្រះរោគីពេទ្យជាច្រើនរោគរួមមានកាំងបេះដូងរលាកពោះវៀនធំសម្ពាធឈាមទាបនិងឆ្លងមេរោគក្នុងខ្ចិត្របច្ចុប្បន្ននេះព្រះស័ព្ទរបស់ព្រះនាងកំពុងតែតម្កល់នៅក្នុងមហាប្រាសាទភិមានរដ្ឋយាស្ថិតក្នុងព្រះបរមរាជវាំងថៃដើម្បីត្រៀមរៀបចំចាត់ចែងព្រះស័ព្ទទៅតាមរាជប្រវេណីរបស់ប្រទេសថៃMake up រងថ្ងៃថតរងថ្ងៃប៉ុន្តែស្បែកមុខនៅតែស្អាតដោយសារតែរងថ្ងៃហ្នឹងខ្ញុំមកប្រើជាមួយនឹង Night Cream របស់ AK7 Night Cream នេះដែរគឺមានតួនាទីជួយព្យាបាលស្បែកមុខដែលគាត់មានបញ្ហាមុនជាំអាចរយឬមួយក៏តែសៃក្រហមមកគឺថាល្អប្រើខ្លាំងមែនតើឃើញប្រសិទ្ធភាពតាំងពីប្រើលើដំបូងហ្មងអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានបញ្ហាជាមួយនឹងស្បែកមុខក៏អាចមកសាកប្រើជាមួយនឹង Premium Collagen Night Cream របស់ AK7 ទាំងអស់គ្នាដំណឹងក្តៅក្តៅប្រជាជនថៃ71លាននាក់កំពុងតែកាន់ទុក្ខដោយសារតែបុត្រីច្បងរបស់ស្ដេចថៃបានសោយទីវង្គតMake up រងថ្ងៃថតរងថ្ងៃប៉ុន្តែស្បែកមុខនៅតែស្អាតដោយសារតែរងថ្ងៃហ្នឹងខ្ញុំមកប្រើជាមួយនឹង Night Cream របស់ AK7 Night Cream នេះដែរគឺមានតួនាទីជួយព្យាបាលស្បែកមុខដែលគាត់មានបញ្ហាមុនជាំអាចរយឬមួយក៏តែសៃក្រហមមកគឺថាល្អប្រើខ្លាំងមែនតើឃើញប្រសិទ្ធភាពតាំងពីប្រើលើដំបូងហ្មងអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានបញ្ហាជាមួយនឹងស្បែកមុខក៏អាចមកសាកប្រើជាមួយនឹង Premium Collagen Night Cream របស់ AK7 ទាំងអស់គ្នាព័ត៌មានផ្លូវការព្រះរាជបុត្រីច្បងព្រះមហាក្សត្រថៃសោយទីវង្គតហើយយោងតាមសេចក្តីប្រកាសព្រះបរមរាជវាំងបានចេញសេចក្តីថ្លែងការណ៍ដល់ប្រជាជនថៃជាង71លាននាក់ឲ្យកាន់ទុក្ខទូទាំងព្រះរាជាណាចក្រថៃដោយសារតែព្រះរាជបុត្រីច្បងរបស់ព្រះមហាក្សត្រថៃបច្ចុប្បន្នគឺព្រះនាងបានសោយទីវង្គតទៅហើយព្រះរាជបុត្រីព្រះមហាក្សត្រថៃព្រះនាងបានយាងសោយព្រះទីវង្គតនៅវេលាម៉ោង 7:45 នាទីថ្ងៃប្រហោះទី 11 ខែមិថុនាឆ្នាំ 2026 នាមន្ទីរពេទ្យឆ្លាឡុងកននៃសភាកាកបាទក្រហមថៃក្នុងព្រះជន្ម47ព្រះវស្សាដោយព្រះរោគីពេទ្យជាច្រើនរោគរួមមានកាំងបេះដូងរលាកពោះវៀនធំសម្ពាធឈាមទាបនិងឆ្លងមេរោគក្នុងខ្ចិត្របច្ចុប្បន្ននេះព្រះស័ព្ទរបស់ព្រះនាងកំពុងតែតម្កល់នៅក្នុងមហាប្រាសាទភិមានរដ្ឋយាស្ថិតក្នុងព្រះបរមរាជវាំងថៃដើម្បីត្រៀមរៀបចំចាត់ចែងព្រះស័ព្ទទៅតាមរាជប្រវេណីរបស់ប្រទេសថៃMake up រងថ្ងៃថតរងថ្ងៃប៉ុន្តែស្បែកមុខនៅតែស្អាតដោយសារតែរងថ្ងៃហ្នឹងខ្ញុំមកប្រើជាមួយនឹង Night Cream របស់ AK7 Night Cream នេះដែរគឺមានតួនាទីជួយព្យាបាលស្បែកមុខដែលគាត់មានបញ្ហាមុនជាំអាចរយឬមួយក៏តែសៃក្រហមមកគឺថាល្អប្រើខ្លាំងមែនតើឃើញប្រសិទ្ធភាពតាំងពីប្រើលើដំបូងហ្មងអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានបញ្ហាជាមួយនឹងស្បែកមុខក៏អាចមកសាកប្រើជាមួយនឹង Premium Collagen Night Cream របស់ AK7 ទាំងអស់គ្នាដំណឹងក្តៅក្តៅប្រជាជនថៃ71លាននាក់កំពុងតែកាន់ទុក្ខដោយសារតែបុត្រីច្បងរបស់ស្ដេចថៃបានសោយទីវង្គតMake up រងថ្ងៃថតរងថ្ងៃប៉ុន្តែស្បែកមុខនៅតែស្អាតដោយសារតែរងថ្ងៃហ្នឹងខ្ញុំមកប្រើជាមួយនឹង Night Cream របស់ AK7 Night Cream នេះដែរគឺមានតួនាទីជួយព្យាបាលស្បែកមុខដែលគាត់មានបញ្ហាមុនជាំអាចរយឬមួយក៏តែសៃក្រហមមកគឺថាល្អប្រើខ្លាំងមែនតើឃើញប្រសិទ្ធភាពតាំងពីប្រើលើដំបូងហ្មងអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានបញ្ហាជាមួយនឹងស្បែកមុខក៏អាចមកសាកប្រើជាមួយនឹង Premium Collagen Night Cream របស់ AK7 ទាំងអស់គ្នាព័ត៌មានផ្លូវការព្រះរាជបុត្រីច្បងព្រះមហាក្សត្រថៃសោយទីវង្គតហើយយោងតាមសេចក្តីប្រកាសព្រះបរមរាជវាំងបានចេញសេចក្តីថ្លែងការណ៍ដល់ប្រជាជនថៃជាង71លាននាក់ឲ្យកាន់ទុក្ខ
ទូទាំងប្រទេសជាតិថៃដោយសារតែព្រះរាជបុត្រីច្បងរបស់ព្រះមហាក្សត្រថៃបច្ចុប្បន្នគឺព្រះនាងបានសោយទីវង្គតទៅហើយព្រះរាជបុត្រីព្រះមហាក្សត្រថៃព្រះនាងបានយាងសោយព្រះទីវង្គតនៅវេលាម៉ោង 7:45 នាទីថ្ងៃប្រហោះទី 11 ខែមិថុនាឆ្នាំ 2026 នាមន្ទីរពេទ្យឆ្លាឡុងកននៃសភាកាកបាទក្រហមថៃក្នុងព្រះជន្ម47 ព្រះវស្សាដោយព្រះរោគីពេទ្យជាច្រើនរោគរួមមានកាំងបេះដូងរលាកពោះវៀនធំសម្ពាធឈាមទាបនិងឆ្លងមេរោគក្នុងផ្ចិតបច្ចុប្បន្ននេះព្រះសពរបស់ព្រះនាងកំពុងតែតម្កល់នៅក្នុងមហាប្រាសាទភិមានរដ្ឋយាស្ថិតក្នុងព្រះបរមរាជវាំងថៃដើម្បីត្រៀមរៀបចំចាត់ចែងព្រះសពទៅតាមរាជប្រវេណីរបស់ប្រទេសថៃmake up រងថ្ងៃថតរងថ្ងៃប៉ុន្តែស្បែកមុខនៅតែស្អាតដោយសារតែរងថ្ងៃហ្នឹងខ្ញុំមកប្រើជាមួយនឹង night cream របស់ AK7 night cream នេះដែរគឺមានតួនាទីជួយព្យាបាលស្បែកមុខដែលគាត់មានបញ្ហាមុនជាប់អាចរយឬមួយក៏តែសៃក្រហមមកគឺថាល្អប្រើខ្លាំងមែនតើឃើញប្រសិទ្ធភាពតាំងពីប្រើលើដំបូងហ្មងអញ្ចឹងសម្រាប់បងៗដែលគាត់មានបញ្ហាជាមួយនឹងស្បែកមុខក៏អាចមកសាកប្រើជាមួយនឹង premium collagen night cream របស់ AK7 ទាំងអស់គ្នា